Ba sầm em nhóm cứ nhưng thêm luôn mặc khai chứ nó nhưng hạt màu hột mà cả thêm luôn mình đồng bằng khô pê chứ mà hai cái mình đồng bằng tiệp pê cứ sầm em nhóm cứ hai sập ban biệt số sốc tục thòm đà mà đó là phải chỉ mặc khai chiên mà đôi chia lực cố phải tham miên chung váy họ hai đây bọn ta để ra đại dương chọn cầm thi này chẳng mà mẹ làm tha rung phơ bọn sờ vai bọn này từ đó ngày liên này bọn bộ chẳng như tha cái cầm thi thông chẳng mà sờ vai chất đại ban liên cầm thi đã lôi mơn lái sai cái bạn đang thế đâu bạn Long máu lột bọc quất pi bọc quất bàn sai cái vắtให้bàn lôi mơn lại đi chợ đấy không lọp ta vay mơn làได้แต่กันนะปีมุนยังไว้เวอร์ชมเนี่ยบ่แต่การเลือกที่มุนnó phiền ăn được thì pin nó phiền ănแล้วเลือกที่ใบไว้มอนnó phiền ănเด็ดบ่ใบดองให้เลือกนั่นการบกวดปีเลือกกระลองเมาไม่ได้บังลัดพอเพราะการน้องยึดบ้านทำเราแวะแปลกตามได้ปลอดบ่เป็นน้องยังไว้ดอกมวยเนี่ยแต่ยังสาวทำแวะบุญไหนจังคอยยังทะเลแวะแปลกตามได้ปลอดbởi vì chính là những lá từ đây mua đi pi được bên những tranh việc cái ta phải prod vào đào sắm vẽ năng lột vàการชาโจเลี้ยงปีเลือกเพาะจับปีเลือกโจเลือกที่ใบนี่มีการเตรียมคลุนตัวจีการเป็นยังไงba sắm em nhóm cứ nhưng thêm luôn mặc khai chứ nó nhưng hạt màu hột mà cả thêm luôn mình đồng bằng khô pê chứ mà hai cái mình đồng bằng tiệp pê cứ sắm em nhóm cứ hai sập mà ក្នុងចំណោមបេក្ខភាពគុណខ្មែរពីររូបនិងបរទេសមួយរូបទៀតសម្រាប់បងមិនដែរមកទៀតបងទាំងកន្លះកងគុណខ្មែរនិងកន្លះកងបរទេស3នាក់ទៀតគាត់កំពុងឡើងញ៉ាំគាត់ឡើងទាំង3នាក់អញ្ចឹងបើយើងនៅរឹងនៅនឹងអត់ឡើងអត់ចុះនៅនឹងបើពួកគាត់ឡើងខ្លាំងក្នុងចំណោមបេក្ខភាពគុណខ្មែរពីររូបហ្នឹងបងធ្លាប់ជួបម្នាក់ណាដែរគឺក៏មិនទាន់ជួបទេហើយចំពោះបេក្ខភាពបរទេសវិញធ្លាប់ជួបគ្នាដូចជាពីរលើកបាទធ្លាប់ជួបតែយ៉ាស៊ីនមួយបងខ្ញុំណាដែរជួបទេបាទធ្លាប់ជួបយ៉ាស៊ីនបាទអាចថារៀងពិបាកមួយគាត់ជួបបើសិនបើមានឱកាសជួបគាត់លើកនេះខ្ញុំមិនដឹងបាត់អីបងអញ្ចឹងហាត់មកគ្រប់គ្រាន់ដែរបើសិនជាប៉ះគាត់ក៏យើងមានតែធ្វើឲ្យផលិតភាពបងព្រោះដូចខ្ញុំបាននិយាយពីខាងដើមខ្ញុំថាមកដំពឹងខ្ពស់ពេកហើយក៏មកដំពឹងទាបពេកសម្រាប់ខ្ញុំ50%ទៅតែបើឡើងលើវិញខ្ញុំនឹងធ្វើឲ្យវាអស់ពីសមត្ថភាពអស់ពីចិត្តអស់ពីកម្លាំងកាយចិត្តយើងហ្មងបងនិយាយទៅគឺខ្ញុំខានពាក់ខ្សែក្បាត់យូរដែរហើយខានបានលេងកម្មវិធីធំប្រាក់រង្វាន់ច្រើនហ្នឹងក៏យូរដែរអញ្ចឹងខ្ញុំក៏ចង់បានខ្លាំងដែរបងតែគាត់ថាយើងក៏ចង់បានគេក៏ចង់បានហើយអ្វីដែលសំខាន់គឺគេពងឡើងខ្ញុំឯណាមួយមក4នាក់ហ្នឹងមានតែយ៉ាស៊ីននេះដែលគាត់ឈ្នះទាំងអស់ទាំងបងគាត់ធ្លាប់ឈ្នះទាំងខ្ញុំធ្លាប់ឈ្នះទាំងសវណ្ណខឹមបើម្នាក់ទៀតគាត់ដែរជួបទេតែគាត់ម្នាក់ទៀតគាត់រៀងខ្ចីយើងយ៉ាស៊ីនណាបងតែយើងក៏មិនមើលសមត្ថភាពមើលងាយសមត្ថភាពគាត់តែគាត់ណាមក4នាក់ហ្នឹងយ៉ាស៊ីនគាត់មើលទៅគាត់រៀងមានតែមជាងគេខ្លាំងណាបងបាទដោយសារការប្រកួតនេះជុំដំបូងយើងធ្វើការចាប់ឆ្នោតហើយសម្រាប់បងមិនដែរបងជួបយ៉ាស៊ីនម្ដងទៀតទេអត់អីបងសម្រាប់ខ្ញុំ3នាក់ហ្នឹងមួយណាក៏បានបងសិតតែល្អដូចគ្នាណាមួយពួកគាត់សិតតែឡើងជើងដូចគ្នាអញ្ចឹងយើងប៉ះពីណាក៏បាក់ដែរបងអញ្ចឹងយើងអត់រើសយើងមិនថារើសអ្នកនេះរៀងស្រួលជាងគេអត់មានអ្នកស្រួលទេបងសិនអ្នកបបាក់ទាំងអស់អញ្ចឹងយើងអត់ដឹងរើសមួយណាដែរបងអញ្ចឹងចាប់ឆ្នោតប៉ះពីណាក៏ពីណាដែរបងបើសិនជាប៉ះអ្នកខ្លាំងដបងហ្មងក៏ល្អដែរបងបើថាប៉ះយ៉ាស៊ីនដបងហ្មងក៏ល្អដែរថាបើសិនជាឈ្នះគាត់ហើយយើងដល់ទៅវគ្គផ្ដាច់ព្រាត់គឺអាចថាពីអ្នកទៀតគាត់កំពុងឡើងជើងអាចថាយើងអាចថាទប់ទល់នឹងពួកគាត់បានអញ្ចឹងសិនតែយើងចាញ់យ៉ាស៊ីនឲ្យធ្លាក់មុនគេក៏យើងប្រឹងអស់សមត្ថភាពដែរតែថាយើងឈ្នះយ៉ាស៊ីនមួយហើយគឺដល់វគ្គផ្ដាច់ព្រាត់ហ្មងគឺយើងដឹងប្រាក់រង្វាន់លេខ1លេខ2គឺច្រើនហើយបងអញ្ចឹងមិនថាយើងឡើងទៅវគ្គទី2យើងឈ្នះពួកគាត់យើងមើលងាយពួកគាត់គាត់ណាអាចថាបើយើងមក4នាក់យ៉ាស៊ីនក៏ខ្លាំងគេបើយើងឈ្នះយ៉ាស៊ីនហើយពីអ្នកទៀតអាចថាយើងវាតាមប្រសងមួយគ្នាអញ្ចឹងយើងមិនលើគាត់ក៏មិនលើយើងអញ្ចឹងមកយើងអាចលេងគ្នាបានតែបើថាសំខាន់បើយើងអាចមិនថាខ្ញុំមិនថាសវណ្ណខឹមឬក៏អ្នកផ្សេងមិនថាប៉ះយ៉ាស៊ីនមកយើងតម្លាក់គាត់យើងនាំគ្នា3នាក់យើងថាបើបានធ្លាក់គាត់មួយយើងធូរចិត្តទៅយើងហ្មងព្រោះគាត់ហិងលើគេអញ្ចឹងបងតែគាត់ថាវាមិនមែនជារឿងងាយស្រួលទេបាទព្រោះយ៉ាស៊ីនគាត់ល្អខ្លាំងមួយយ៉ាងហ្នឹងគាត់ឡើងខ្លាំងមែនតើហ្មងឡើងយកតែមែនតើ
បាទការប្រខាត់គាត់ក៏ដិតដល់ខ្លាំងបាទ ប៉ុន្តែបងងាកមកចាប់អារម្មណ៍មួយបងវិញមួយរយៈចុងក្រោយក៏ឃើញចេញវីដេអូមកវឹកហាត់ខ្លាំងដូចគ្នាបងអាចថាលើកនេះសម្រុកវឹកហាត់ខ្លាំងជាងសពដងហ្នឹងទៅ និយាយទៅការប្រកួតនេះគឺយើងហាត់ច្រើនជាងវាយធម្មតាបងវាយធម្មតាយើងហាត់ធម្មតាហ្នឹងបងតែវាយខ្សែក្បាត់នេះគឺបីតែខ្សែតិចក៏យើងហាត់ដែរបងហើយណាមួយការប្រកួតនេះវាធំបងណាយើងអត់ចង់ឲ្យវាកន្លងទៅយើងដល់លឿនពេកអញ្ចឹងបងបាទគាត់ណាការប្រកួតវាដូចជាហ្គេមណាអញ្ចឹងបងបើមិនយើងគេអញ្ចឹងបងហើយគេក៏ចង់បានគេក៏ចង់ឈ្នះយើងក៏ចង់បានក៏ចង់ឈ្នះដូចគ្នាអញ្ចឹងការប្រកួតវាមិនមែនជារឿងងាយស្រួលទេតែគាត់សំខាន់ខ្ញុំមកប្រកួតនេះគឺខ្ញុំខំប្រឹងធ្វើអភិលភាពព្រោះខ្ញុំក្តីសម័យខ្ញុំគឺប៉ងឡើងដល់វគ្គប្រកបដែរបងគឺចង់ជួបគ្នានៅវគ្គប្រកបបងបាទ ជាចុងក្រោយមានជាពាក្យពេចន៍អីផ្ដាំផ្ញើទៅកាន់ពុកម៉ែបងប្អូនអ្នកគ្រប់គ្រងមិនការប្រកួតមកដល់ បានខ្ញុំចុងក្រោយមានអីច្រើនបងមានតែព្រាមដៃ10ឲ្យពុកម៉ែបងប្អូនគាត់ចូលរួមគ្រប់គ្រងលើកទឹកចិត្តនៅសង្វៀនភាគនៅសប្តាហ៍នេះឲ្យបានច្រើនរួចនឹងលើកទឹកចិត្តខ្ញុំបានណាមួយបាទហើយខ្ញុំអត់ធ្វើការទេធ្វើការតែកម្លាំងចិត្តហើយតែកម្លាំងចិត្តបងប្អូនធ្វើខ្ញុំមានកម្លាំងចិត្តគួតកាន់តែខ្លាំងnhau